ពិតជាគួរឲ្យអាសូរជាពន់ពេកយុវជនម្នាក់បានធ្លាក់ពីលើដំបូលរោងចក្រដែលមានកម្ពស់9 ម៉ែត្របណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកាត់ហេតុដោយករណីគ្រោះថ្នាក់ការងារនេះកើតឡើងនៅរោងចក្រក្រុមហ៊ុនតៃរ៉េមបូស្ថិតនៅក្នុងភូមិតកុលឃុំពាមនាស្រុកកំពង់តឡាយខេត្តកំពង់ឆ្នាំងប្រពន្ធពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី13ខែឧសភាឆ្នាំ2025នេះថាជនរងគ្រោះឈ្មោះមុនរតនៈអាយុ19ឆ្នាំមុខរបរជាកម្មករជួសជុលដំបូលរស់នៅក្នុងភូមិតាអាំឃុំទួលសាឡាស្រុកបាសែតខេត្តកំពង់ស្ពឺដែលមកស្នាក់នៅបណ្ដោះអាសន្ននៅកន្លែងកើតហេតុស្ថិតនៅក្នុងភូមិតកុលឃុំពាមនាស្រុកកំពង់តឡាយខេត្តកំពង់ឆ្នាំងដោយនៅថ្ងៃកើតហេតុជនរងគ្រោះនិងជាជាងជួសជុលដំបូលមានគ្នាចំនួន7នាក់ផ្សេងទៀតបានបំពេញការងារជួសជុលដំបូលចាស់និងយកកៅស៊ូពណ៌ខ្មៅបិទបន្ថែមទៅលើដំបូលស័ង្កសីការពារជម្រាបទឹកដូចសពមួយដងហើយការបំពេញការងារនោះជនរងគ្រោះនិងក្រុមជាង6នាក់ផ្សេងទៀតឈរជិតគ្នាស្ដាប់ការណែនាំពីមេការដែលជាជនជាតិចិនអំពីការងារជួសជុលដំបូលក្រោយពីបានស្ដាប់ការណែនាំរួចជនរងគ្រោះបែរខ្លួនត្រឡប់ក្រោយមិនបានប្រុងប្រយ័ត្នជើងខាងស្ដាំជន់ដំបូលខុសជន់ខុសផ្លានត្រូវស័ង្កសីជ័រពណ៌សថ្លាធ្វើឲ្យធ្លុះស័ង្កសីជ័រថ្លាដែលមានសភាពផុយស្រួយធ្លាក់ជនរងគ្រោះពីលើដំបូលអគារដែលមានកម្ពស់9ម៉ែត្របណ្ដាលឲ្យផុងរលាកក្បាលផ្នែកខាងក្រោយស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗតែម្ដងក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើកសលវិច័យនិងស្រាវជ្រាវហើយបានសន្និដ្ឋានថាជនរងគ្រោះពិតជាជន់លើស័ង្កសីសថ្លាផុយស្រួយបណ្ដាលឲ្យបាក់ធ្លាក់មកលើដីស្លាប់ពិតប្រាកដមែននិងបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីអស់ឡោះឡាយជាទីបំផុត